បាទតែខ្ញុំបាននេះកំពុងតែនៅតាមផ្លូវនៅឡើយទេបាទដោយសារបាទការងារសម្រាប់តែការងារបាទនៅលើដងវិថីបាទផ្លូវជាតិលេខ170បាទ170បាទហើយតែបញ្ចប់ការងារហើយមិនទេបាទឥឡូវនេះគឺជីបាទត្រឡប់ទៅបាទកន្លែងវិញបាទតាមផ្លូវនេះផងដែរបាទយើងប្រហែលជាអ្នកទាំងអស់គ្នាស្គាល់ហើយបាទផ្លូវពីបាទផ្សារយើងបុកទៅត្រង់ទៅផ្សារភ័យភ្នៅបាទផ្លូវលេខ170បាទរយៈចម្ងាយនៃខ្ញុំជិះនេះមានរយៈចម្ងាយតាបាទជាង20គីឡូជាងទេហើយយើងប្រើរយៈពេលអស់បាទប្រហែលជា10នាទីទៅ10នាទីជាងទេបាទពីព្រោះខ្ញុំក៏យើងបើកលឿនតិចដែរបាទប៉ុន្តែវាអត់លឿននឹងគីឡូតែគេកំណត់ទេបាទ60ទៅ70ទេបាទបានបើកហូរទៅដល់100ជាន់100ទេបាទឥឡូវទីយើងមកដល់បាទផ្លូវបំបែកបាទទៅនេះហើយផ្លូវបំបែកទៅខាងកប់សៅវិញហើយបាទនេះអត់បានថតឲ្យបងប្អូនមើលបាទទៅមកដល់នេះបានថតឲ្យបងប្អូនមើលបាទពីព្រោះមិននេះកន្លែងណាបាទសុទ្ធមកដែរបាទពីខាងនោះមកហើយជា10គីឡូជាងបាទយកបាទយកគាត់ទៅកន្លែងនៅនោះទៅបាទក៏មកនេះវិញបាទក៏សុទ្ធមកវិញបាទបញ្ញាប់មែនតើដោយសារម៉ោង9ជាងហើយអញ្ចឹងត្រូវរស់រាន់ចូលដល់កន្លែងហើយយើងបន្តដំណើរទៅផ្ទះដើម្បីសម្រាកប៉ុន្តែលើតមកដល់ផ្ទះសម្រាកទេបាទ9ជាងហើយបាទលើផ្លូវនេះផងដែរបាទគឺមានការអភិវឌ្ឍច្រើនមែនទែនបាទពីមុនវិញគឺគ្រាន់តែជាបឹងមួយទេបាទតែឥឡូវនេះការអភិវឌ្ឍច្រើនបាទច្រើនជាងការផ្លូវឡើងមកលូនព្រុលបាទដូចទីយ៉ាងបាទផ្លូវអត់មានកលិកលុកដូចមុនទេបាទលើឡើងលូនព្រុលហើយបាទផ្លូវនេះចាក់កាត់ពីផ្លូវកប់សៅទំនប់កប់សៅបាក់បុកទៅផ្លូវ170បាទនេះផ្លូវ130បាទនេះផ្លូវ130បាទអញ្ចឹងយើងមើលតាមបាទកាមេរ៉ាកម្មវិធីកាមេរ៉ាដែរទេថតដាក់ទៅថតទៅវាលូតផ្លូវឲ្យនឹងឈ្មោះផ្លូវឲ្យបាទតាមថាស្គាល់អស់ផងដែរទេឲ្យខ្ញុំស្គាល់ផ្លូវទាំងអស់គឺអត់បានអស់ទេបាទអ្វីបិទតែជាមានបើកបមួយឬក៏បាទទោះពីមុនស្គាល់ផ្លូវក្នុងពេញបាទស្គាល់ផ្លូវក្នុងពេញណាអូនេះផ្លូវនេះបាទទៅចេះទៅចុះបាទក៏អត់ស្គាល់អស់ផងដែរដោយសារយើងបាទជាដោយសារយើងជាមនុស្សដែរមិនបានដើរលេងច្រើនទេទៅដល់ឥឡូវបាទដើរលេងច្រើនអញ្ចឹងក៏វាកើតបាទសម្រាប់អារម្មណ៍មួយសម្រាប់ចង់ឲ្យបងប្អូនតាមដានទស្សនាទាំងអស់